លោកជំទាវអុកញ៉ាម៉ៅចំណានគិតមេឃដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរទស្សនកិច្ចនៅអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបងឆ្លើយតបការអញ្ជើញពីថ្នាក់ដឹកនាំអង្គការហ្វាពន្លឺសិល្បៈលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានគិតមេឃកាលពីរសៀលថ្ងៃទី22ខែឧសភាឆ្នាំ2025បានដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរទស្សនកិច្ចនៅអង្គការហ្វាដែលជាទីបណ្ដុះបណ្ដាលជំនាញសិល្បៈដ៏ធំមួយនៅខេត្តបាត់ដំបងហើយជាមួយគ្នានោះលោកជំទាវអ្នកអុកញ៉ាក៏បាននាំយកនូវថវិកាចំនួន5លានរៀលឧបត្ថម្ភជូនអង្គការនោះផងដែរនៅក្នុងឱកាសនោះថ្នាក់ដឹកនាំអង្គការហ្វាពន្លឺសិល្បៈបានសម្ដែងក្តីរំភើបនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគមសិល្បករខ្មែរដែលនោះជាការផ្ដល់កិត្តិយសដ៏ធំធេងនិងជាការលើកទឹកចិត្តដល់សិល្បករសិល្បករនីនិងកុមារដែលកំពុងសិក្សានៅទីនោះលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានគិតមេឃប្រធានសមាគមសិល្បករខ្មែរបានលើកឡើងថាការអញ្ជើញមកនេះគឺតបតាមការអញ្ជើញរបស់អង្គការហ្វាពន្លឺសិល្បៈនាពេលកន្លងមកហើយដំណើរទស្សនកិច្ចនេះទៀតសោតគឺដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមកដែលសុទ្ធសឹងជាភាគីជួយជំរុញលើកស្ទួយសិល្បៈវប្បធម៌របស់កម្ពុជាលោកជំទាវអ្នកអុកញ៉ាបន្តថាបន្ទាប់ពីស្វែងយល់ពីគ្នាយើងនឹងសិក្សាពីលទ្ធភាពនៃការពង្រឹងទំនាក់ទំនងបន្ថែមក៏ដូចជាការធ្វើការបណ្ដុះបណ្ដាលសិល្បៈនិងការបង្កើតព្រឹត្តិការណ៍សិល្បៈនានារួមគ្នាផងដែរលោកខាត់វៃហាំងសិល្បករដ៏មានប្រជាប្រិយភាពបានលើកឡើងថាលោកមកទីនេះលោកបានដឹងពីស្នាដៃពីការសិក្សារៀនសូត្រការចាប់ផ្ដើមដំណើរការដំបូងរបស់អង្គការហ្វាពន្លឺសិល្បៈហើយជាពិសេសក៏មានអ្នកដែលបញ្ចប់ការសិក្សាពីអង្គការហ្វាពន្លឺសិល្បៈទៅគឺមានការងារល្អៗធ្វើផងដែរក្នុងនោះដែរអ្នកនាងយកចិន្តាពិធីការនីដ៏ល្បីលើកឡើងថាអ្នកនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងពេលដែលបានមកដល់អង្គការហ្វាពន្លឺសិល្បៈនេះដោយមិននឹកស្មានថាកូនខ្មែរបានរៀននៅចំណេះជំនាញយ៉ាងច្រើនដែលអង្គការនៅទីនេះបានបង្រៀនដល់ពួកគាត់តាមការសង្កេតឃើញថាស្នាដៃជាច្រើននៅអង្គការនេះល្អឥតខ្ចោះតែម្ដងចំពោះលោកតាវុទ្ធាតំណាងអង្គការហ្វាពន្លឺសិល្បៈនិងជាសហស្ថាបនិកលើកឡើងថាអង្គការសពថ្ងៃកំពុងធ្វើការលើការងារសិល្បៈនិងការងារសង្គមដែលខាងសិល្បៈមានសូនរូប graphic design របាំតន្ត្រីបុរាណនិងតន្ត្រីសម័យព្រមទាំងសៀកល្ខោនជាដើមលោកក៏បានបន្តទៀតថាសិស្សដែលបានមកសិក្សានៅទីនេះចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យចំណែកគ្រូផ្នែកសិល្បៈគឺជាសិស្សដែលបានបញ្ចប់ពីអង្គការហើយចូលមកធ្វើជាគ្រូមកជួយបង្រៀនអ្នកជំនាន់ក្រោយវិញរីឯលោកគ្រូអ្នកគ្រូផ្សេងទៀតចេញពីក្រសួងអប់រំយុវជននិងកីឡាសូមបញ្ជាក់ថាក្នុងឱកាសដឹកនាំសិល្បករសិល្បករនីទស្សនកិច្ចនៅអង្គការហ្វាពន្លឺសិល្បៈលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានគិតមេឃប្រធានសមាគមសិល្បករខ្មែរបានឧបត្ថម្ភថវិកា5លានរៀលសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់អង្គការផងដែរ